បើមើលពីទស្សនវិជ្ជាខាងក្រៅមួយចំនួនបងប្អូនស្ដីនឹងប្រាសាទតាព្រំតលេបាទីដែរដោយសារសាងសង់ពីថ្មបាយក្រីមដូចគ្នាហើយប្រាសាទដែលនៅកណ្ដាលនោះបងប្អូនគឺកសាងតាំងពីឆ្នាំ1930ជាងបងប្អូនខ្ញុំមិនច្បាស់ទេតែបើតាមប្រវត្តិដែលគេបានរៀបរាប់ពីប្រាសាទហ្នឹងគឺសាងសង់តាំងពីឆ្នាំ1930នោះដែលគេសាងសង់ឡើងវិញដើម្បីទ្រទ្រង់នៅគ្រឹះប្រាសាទក៏ដូចជាជួសជុលឡើងវិញអីផ្សេងតទៅនឹងប្រាសាទហ្នឹងចឹងទៅបងប្អូនហើយទស្សនវិជ្ជានៅទីនេះស្អាតមែនតើបងប្អូនឃើញទេគឺទាំងស្មៅអីគឺស្អាតមែនតើអត់មានសម្រាមអត់មានអីទេហើយគេរៀបចំស្អាតណាស់ហើយក៏មានឃើញបងដែលគាត់ត្រៀមនឹងរៀបអាពាហ៍ពិពាហ៍អីចឹងណាអ្នកដែលគាត់នៅខាងខេត្តកំពង់ចាមអីគាត់ថត pre wedding ថតអីនៅហ្នឹងបងប្អូនដោយសារប្រាសាទហ្នឹងស្អាតបែបមួយយ៉ាងហើយមើលទៅអត់មានថ្មលក្ខណៈថាបែកបាក់អីរដិបដប់ទេបងប្អូននៅគ្រឹះនៅមុំក៏ដូចជាយើងនិយាយថាកំផែងអីផ្សេងហ្នឹងគឺនៅស្អាតមែនតើហើយបើនៅខាងក្នុងភាគច្រើនគឺជាកន្លែងទីសក្ការៈគោរពបូជាដែលមានបងគាត់មកអុជធូបឬក៏អ៊ំពូមីងអញ្ចឹងលក្ខណៈគាត់មកអុជធូបបែបបន់សុំសេចក្តីសុខអីផ្សេងអញ្ចឹងទៅព្រោះថាប្រាសាទនេះគឺសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានយើងនៅតាំងពីសម័យធំណាស់បងប្អូនឃើញប្រាសាទអញ្ចឹងប៉ុន្តែបើតាមអត្ថបទឬក៏ប្រវត្តិដែលគេបាននិយាយតទៅនឹងប្រាសាទហ្នឹងគឺមានទំហំប្រហែលជា500 ម៉ែត្រគុណនឹង500 ម៉ែត្រការ៉េអញ្ចឹងធំមែនតើមើលភាសាច្រើនប៉ុន្តែគាត់ថាឥឡូវហ្នឹងមានកន្លែងខ្លះត្រូវបានខូចខាតឬក៏មានការបែកបាក់អីខ្លះអញ្ចឹងណាដល់ពេលអញ្ចឹងទៅគឺអ្វីដែលយើងអាចបន្សល់ឃើញនេះគឺនៅជាក់ស្ដែងក៏ធំដែរបងប្អូនហើយស្អាតមែនតើរចនាបថដោយប្រាសាទបាយ័នអញ្ចឹងណាស្ដែងកន្លែងខ្លះស្ដែងនឹងប្រាសាទតាព្រំតលេបាទីដែរប្រាសាទនេះកសាងតាំងពីទសវត្សរ៍ទី13ដោយព្រះបាទជ័យវរ្ម័នទី7ពេលចូលមកដល់ខាងក្នុងបងប្អូនឃើញថាប្រាសាទធំមែនតើធំខ្លាំងហើយរចនាបថក៏ដូចជាស្ថានភាពនៃសំណង់ហ្នឹងក៏នៅមានភាពរឹងមាំដែរបងប្អូនមើលអត់សូវមានការបាក់បែកខ្លាំងអីតាមណាទេហើយលបងដែលជាកំផែងដែលធ្វើលក្ខណៈដោយកំផែងប្រាសាទហ្នឹងគឺភាគច្រើនគឺធ្វើពីថ្មបាយក្រីមបងប្អូនថ្មបាយក្រីមហើយខាងក្នុងនេះធ្វើជាពីថ្មម៉ាប់ហើយក្បូរក្បាច់រចនាស្អាតមែនតើបើមើលពីទស្សនវិជ្ជាខាងក្រៅមួយចំនួនបងប្អូនស្ដីនឹងប្រាសាទតាព្រំតលេបាទីដែរដោយសារសាងសង់ពីថ្មបាយក្រីមដូចគ្នាហើយប្រាសាទដែលនៅកណ្ដាលនោះបងប្អូនគឺកសាងតាំងពីឆ្នាំ1930ជាងបងប្អូនខ្ញុំមិនច្បាស់ទេតែបើតាមប្រវត្តិដែលគេបានរៀបរាប់ពីប្រាសាទហ្នឹងគឺសាងសង់តាំងពីឆ្នាំ1930នោះដែលគេសាងសង់ឡើងវិញដើម្បីទ្រទ្រង់នៅគ្រឹះប្រាសាទក៏ដូចជាជួសជុលឡើងវិញអីផ្សេងតទៅនឹងប្រាសាទហ្នឹងចឹងទៅបងប្អូនហើយទស្សនវិជ្ជានៅទីនេះស្អាតមែនតើបងប្អូនឃើញទេគឺទាំងស្មៅអីគឺស្អាតមែនតើអត់មានសម្រាមអត់មានអីទេហើយគេរៀបចំស្អាតណាស់ហើយក៏មានឃើញបងដែលគាត់ត្រៀមនឹងរៀបអាពាហ៍ពិពាហ៍អីចឹងណាអ្នកដែលគាត់នៅខាងខេត្តកំពង់ចាមអីគាត់ថត pre wedding ថតអីនៅហ្នឹងបងប្អូនដោយសារប្រាសាទហ្នឹងស្អាតបែបមួយយ៉ាងហើយមើលទៅអត់មានថ្មលក្ខណៈថាបែកបាក់អីរដិបដប់ទេបងប្អូននៅគ្រឹះនៅមុំក៏ដូចជាយើងនិយាយថាកំផែងអីផ្សេងហ្នឹងគឺនៅស្អាតមែនតើហើយបើនៅខាងក្នុងភាគច្រើនគឺជាកន្លែងទីសក្ការៈគោរពបូជាដែលមានបងគាត់មកអុជធូបឬក៏អ៊ំពូមីងអញ្ចឹងលក្ខណៈគាត់មកអុជធូបបែបបន់សុំសេចក្តីសុខអីផ្សេងអញ្ចឹងទៅព្រោះថាប្រាសាទនេះគឺសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានយើងនៅតាំងពីសម័យដើមមកនេះបងប្អូនមុនហ្នឹងបានពូដែលក៏ជាមន្ត្រីខាងបេតិកភណ្ឌជាតិណាបងប្អូនគាត់ពយោក្បោះក្បាយតទៅនឹងប្រវត្តិនៅក្នុងប្រាសាទហ្នឹងតែម្ដងតទៅនឹងគោបរៈអីផ្សេងក៏ដូចជាមហាកំផែងឬក៏ការដែលប្រវត្តិដើមឡើយឆ្លងកាត់សម័យកាលមួយទៅសម័យកាលមួយដែល
ភាសាត្រូវបានរងការបំផ្លិចបំផ្លាញខ្លះឬក៏មានការកែសម្រួលកែប្រែនៅចំណុចណាមួយចឹងណាដែលគាត់បានបញ្យល់គឺក្បោះក្បាយមែនតើបងប្អូនតើតនឹងលោកពូហើយនៅទីនេះខ្ញុំឃើញថាមានមន្ត្រីបេតិកភណ្ឌជាតិចឹងគឺល្អមែនតើសម្រាប់ការមើលថែប្រាសាទណាព្រោះថាដូចនៅប្រាសាទមួយចំនួនណាដូចខ្ញុំឧទាហរណ៍ប្រាសាទថ្មដៃមិនសូវជាឃើញមានទេប៉ុន្តែនៅទីនេះគឺមានពួកគាត់ដែលជាអ្នកប្រចាំការនៅនឹងតែម្ដងគាត់មើលការខុសត្រូវណាអញ្ចឹងទៅអត់មានភាពរញ៉េរញ៉ៃលក្ខណៈដូចថាមានអ្នកសុំទានមានអ្នកលក់ដូរអីរហេតរហូតអីអញញ៉ៃដែលបង្កភាពថាអាណាធិបតេយ្យនៅលើប្រាសាទបុរាណទេបងប្អូនល្អមែនតើបងប្អូនចំណុចនេះហើយកំផែងដែលបានសាងសង់ណាបងប្អូនគឺចំណុចខ្លះសាងសង់អំពីថ្មបាយក្រៀមនេះថ្មបាយក្រៀមបងប្អូននេះដូចកំពែងប្រាសាទហ្នឹងគឺសាងសង់ពីថ្មបាយក្រៀមប៉ុន្តែគោលវរៈរបស់ប្រាសាទគឺសាងសង់អំពីថ្មភក់បងប្អូនហើយតកតនឹងក្បាច់រចនាអីគឺលក្ខណៈបែបប្រាសាទបាយ័នណាបងប្អូនស្អាតមែនទែនហើយក្បាច់អីគឺនៅរក្សាមានទ្រង់ទ្រាយដើមស្អាតណាអត់សូវមានការខូចខាតច្រើនទេនៅទីតាំងហ្នឹងអញ្ចឹងដោយសារដូចខ្ញុំបានរៀបរាប់ចឹងបងប្អូនតើតនឹងថាមានលោកពូដែលជាមន្ត្រីនគរបាលខាងបេតិកភណ្ឌជាតិចឹងគាត់រៀបចំបានល្អគ្មានសំបីតែសម្រាមឬក៏ភាពអញ្ញែញ៉ៃអាណាធិបតេយ្យនៅតំបន់ប្រាសាទចឹងវាធ្វើឲ្យប្រាសាទយើងមានសោភ័ណស្អាតមែនទែនបងប្អូនអត់មានអ្នករកស៊ីចូលមកញ៉ៃញ៉ៃអីរកស៊ីលក់ដូរអីចឹងណាចឹងល្អមែនទែនចំណុចហ្នឹងណានេះប្រាសាទបងប្អូននៅជុំទី2បើនេះថាយើងចូលមកដល់
កំពើងទី1គឺប្រាសាទនេះមាន3កំពើងមិនមែន3ដំណាក់កាលចូលមកមានលបងលក្ខណៈដូចកំពើងប្រាសាទចឹងណាហើយនេះកំពើងទី2បងប្អូនធំមែនតើប្រាសាទនេះធំណាស់ទំហំ16ហិកតាបងប្អូនគាត់ទៅធំមែនតើនៅតមុខវត្តនគរបាជ័យប្រាសាទនគរបាជ័យបងប្អូនមានវិហារចិនមួយដែលដាក់ឈ្មោះថាព្រះសរិយសកលបតស្អាតមែនតើវិហារចិន